សូមស្វាគមន៍សិស្សានុសិស្សទាំងអស់គ្នាសម្រាប់ការចូលមកទស្សនាវីដេអូទី2របស់លោកគ្រូទាក់ទងនឹងមុខវិជ្ជាផែនដីសម្រាប់ត្រៀមប្រឡងភាគ2អូខេអញ្ចឹងទាក់ទងនឹងសំណួររបស់លោកគ្រូទាក់ទងវិញ្ញាសាទី2នេះគ្រូមាន4សំណួរដូចគ្នាអញ្ចឹងសំណួរទី1គ្រូបានលើកឡើងទាក់ទងទៅនឹងប្រភេទអីឧទាហរណ៍កតើដីនៅប្រទេសកម្ពុជាមានប្រមាណប្រភេទអ្វីខ្លះខតើដីប្រភេទណាដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេសំណួរទី2ចូលរៀបរាប់ឈ្មោះឧស្ម័នផ្ទះកញ្ចក់សំខាន់ៗឲ្យបានចំនួន4តើឧស្ម័នផ្ទះកញ្ចក់ទាំងនោះមានប្រភពមកពីណាខ្លះសំណួរទី3តើអន្តរភូស៊ីរឹងជាអ្វីមានប្រមាណប្រភេទខចូលរៀបរាប់ពីការកកើតនៃប្រភេទនីមួយៗសំណួរទី4កហេតុអ្វីបានជាមានចំណូលនិងលំនាចទឹកសមុទ្រខចូលរៀបរាប់ពីបាតុភូតចំណូលនិងលំនាចទឹកសមុទ្រអញ្ចឹងសំណួរទាំង4នេះសិស្សតែជាប្រភេទសំណួរដែលធ្លាប់ចេញប្រឡងបាក់ឌុបកាលពីឆ្នាំចាស់ៗគ្រាន់តែគ្រូលើកឡើងដើម្បីគ្រាន់ជាការរំលឹកក៏ដូចជាការបញ្ជាក់ស្មារតីបងប្អូនបន្ថែមដើម្បីឲ្យកាន់តែលម្អិតអូខេឥឡូវយើងចូលទៅដល់អត្រាកំណើតទៅលើវិញ្ញាសាសំណួរទី1សំណួរទី1ដីនៅប្រទេសកម្ពុជាគឺមាន5ប្រភេទបងប្អូនដឹងអត់ថា5ប្រភេទហ្នឹងគឺមានប្រភេទដីគឺខ្លះប្រកាសជាបងប្អូនខ្លះអាចឆ្លើយបានណាអញ្ចឹងដីទាំង5ប្រភេទហ្នឹងទី1គឺមានដីសាឡាក្រែលាយខ្សាច់ទី2ដីក្រហមឬក៏ដីសាឡាបាសាទី3ដីខ្សាច់ទី4ដីលបាយដីឥដ្ឋហើយនឹងប្រភេទដីទី5គឺដីល្បាប់អញ្ចឹងសរុបមកវិញដីនៅប្រទេសកម្ពុជារបស់យើងគឺមានចំនួន5ប្រភេទដែល5ប្រភេទហ្នឹងរួមមានសាឡាក្រែលាយខ្សាច់ដីក្រហមឬក៏យើងហៅថាដីសាឡាបាសាក៏បានទី3គឺដីខ្សាច់ដីលបាយដីឥដ្ឋហើយដីល្បាប់ចំណុចខគឺសួរថាតើដីណាមួយដែលបម្រើវិស័យកសិកម្មបានល្អជាងគេបងប្អូនមានដឹងអត់ថាក្នុងចំណោមដីទាំង5ប្រភេទនេះតើដីណាមួយឬក៏ណាខ្លះដែលយើងអាចប្រើប្រាស់សម្រាប់ដាំដំណាំបានអញ្ចឹងចម្លើយរបស់យើងរួមមានដីល្បាប់និងដីក្រហមឬក៏យើងហៅថាដីសាឡាបាសាអញ្ចឹងប្រភេទដីពីរហ្នឹងគឺអំណោយផលសម្រាប់វិស័យកសិកម្មអញ្ចឹងនៅពេលដែលយើងនិយាយពីវិស័យកសិកម្មសម្រាប់ទៅលើការដាំដុះជាដើមអញ្ចឹងដីប្រភេទពីរនេះគឺល្អសម្រាប់ការដាំដំណាំទូទៅរីឯដីឥដ្ឋវិញជាទូទៅយើងប្រើប្រាស់វាសម្រាប់តែផ្នែកសិប្បកម្មយើងប្រើប្រាស់វាជាលក្ខណៈសោងរូបក្អមរូបចម្លាក់អីជាដើមរីឯដីខ្សាច់ជាទូទៅយើងប្រើប្រាស់វាសម្រាប់វិស័យសំណង់ទេឬក៏យើងប្រើសម្រាប់វិស័យកំសាន្តជាដើមដូចជាយើងទៅលេងឆ្នេរសមុទ្រឬក៏យើងទៅលេងនៅតំបន់ទឹកជ្រោះទឹកអូរមួយចំនួនគឺវាមានប្រភេទដីខ្សាច់ទាំងអស់ហ្នឹងរីឯដីសាឡាក្រែជាទូទៅយើងប្រើវាមានប្រយោជន៍សម្រាប់តែប្រភេទព្រៃឈើតែប៉ុណ្ណោះដែលត្រូវការសម្រាប់ការលូតលាស់របស់វាអូខេអញ្ចឹងសំណួរទី1របស់យើងគឺមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអាចយល់ហើយនឹងចាប់តន់យើងចូលដល់សំណួរទី2គេសួរថាតើឧស្ម័នផ្ទះកញ្ចក់សំខាន់មានប្រមាណអញ្ចឹងតើតើនឹងឧស្ម័នផ្ទះកញ្ចក់ជាទូទៅគឺមាន6ប៉ុន្តែដោយសារគេសួរថាឧស្ម័នផ្ទះកញ្ចក់សំខាន់អញ្ចឹងលោកគ្រូលើកឡើងតែ4ទេព្រោះនៅក្នុងសភៅថ្នាក់ទី12របស់យើងគឺលើកឡើងចំនួន4ហ្នឹងទី1គឺឧស្ម័នកាបូនិកទី2គឺឧស្ម័នមេតានទី3គឺឧស្ម័នអាសូតអុកស៊ីតហើយនិងទី4យើងហៅថាក្លូរ៉ូផ្លុយអឺរ៉ូកាបូនរីឧស្ម័ន2ទៀតយើងបានសិក្សាវាកាលពីថ្នាក់ទី11ក៏ដូចជាថ្នាក់ទី10ដែរគឺឧស្ម័នអូសូនដែលជាប្រភេទអូសូននៅក្នុងមណ្ឌលអាកាសរុចរហើយនិងចំហាយទឹកអញ្ចឹងចំណុចបន្តយើងនិយាយអំពីប្រភពនៃឧស្ម័នផ្ទះកញ្ចក់នីមួយៗថាតើឧស្ម័នផ្ទះកញ្ចក់នីមួយៗនេះមានប្រភពមកពីណាខ្លះអូខេឥឡូវគ្រូសូមលើកតេតូននឹងចំណុចទី1និយាយអំពីឧស្ម័នកាបូនិកអញ្ចឹងឧស្ម័នកាបូនិករបស់យើងជាទូទៅវាមានប្រភពមកពីអន្តរភូស៊ីលអញ្ចឹងបើយើងនិយាយពីអន្តរភូស៊ីលប្រកាសជាបងអូនមួយចំនួនគាត់ឆ្ងល់ថាអីគេគឺជាអន្តរភូស៊ីល
ចឹងបើយើងនិយាយពីឥន្ធនៈផូស៊ីលយើងផ្ដោតសំខាន់ទៅលើធម្មពល3យ៉ាងគឺទី1ធ្យូងថ្មទី2គឺប្រេងឆៅហើយនិងទី3គឺឧស្ម័នធម្មជាតិចឹងឧស្ម័នធម្មជាតិគឺជាទូទៅយើងប្រើវាសម្រាប់ចម្អិនម្ហូបអាហារជា gas ដែលយើងប្រើយកមកប្រើនៅក្នុងចង្ក្រានបាយហ្នឹង gas ហ្នឹងគឺអាហ្នឹងគឺជាឧស្ម័នធម្មជាតិហើយប្រេងឆៅជាផលិតផលដើមតែនៅពេលដែលយើងចម្រាញ់វាទៅយើងអាចបង្កើតបានទៅជាផលិតផលផ្សេងៗដូចជាសាំងដូចជាម៉ាស៊ូតប្រេងដំអិលអីជាដើមហើយធ្យូងថ្មជាទូទៅគេប្រើប្រាស់វាសម្រាប់នៅក្នុងរោងចក្រដូចជារថភ្លើងឬក៏ក្នុងនវានុទឹកអីតែប៉ុណ្ណោះដែលគេប្រើប្រាស់វាតែឥឡូវជាទូទៅគេមិនសូវប្រើទេដោយសារតែវាបានបញ្ចេញនូវឧស្ម័នកាបូនិកច្រើនចំណុចបន្តតទៅនឹងប្រភពឧស្ម័នកាបូនិកគឺការបាត់បង់ព្រៃឈើការបាត់បង់ព្រៃឈើក៏ជាផ្នែកមួយដែលធ្វើឲ្យឧស្ម័នកាបូនិកចូលទៅក្នុងបរិយាកាសក៏កាន់តែច្រើនដែរដោយសារតែព្រៃឈើវាស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសដើម្បីធ្វើរស្មីសំយោគដូច្នេះកាលណាមានព្រៃឈើកាន់តែច្រើនយើងស្រូបឧស្ម័នកាបូនិកពីបរិយាកាសគឺកាន់តែច្រើនដែរប៉ុន្តែបើសិនជាព្រៃឈើយើងត្រូវបាត់បង់ធ្វើឲ្យបាត់អ្នកដែលស្ទីងឧស្ម័នកាបូនិកយកមកស្តុកទុកឆ្លើយបន្តតទៅនឹងបន្ទុះភ្នំភ្លើងអញ្ចឹងសកម្មភាពបន្ទុះភ្នំភ្លើងនេះក៏បានបំភាយនៅឧស្ម័នកាបូនិកច្រើនដែរចូលទៅក្នុងបរិយាកាសហើយចំណុចចុងក្រោយគឺភ្លើងឆេះព្រៃតើតងភ្លើងឆេះព្រៃនេះគឺជាកត្តាធម្មជាតិទេហើយក៏ពេលខ្លះក៏វាជាកត្តាមនុស្សដែរដែលគាត់ត្រូវការដុតព្រៃដើម្បីយកទៅធ្វើជាកសិកម្មឬក៏ដុតព្រៃដើម្បីចាប់សត្វអីជាដើមអូខេអញ្ចឹងប្រភពនៃឧស្ម័នតែកញ្ចក់គឺមាន4សំខាន់ហ្នឹងដែលគ្រូសូមលើកឡើងមកបង្ហាញអូខេយើងចូលដល់ឧស្ម័នទី2និយាយអំពីឧស្ម័នមេតានអញ្ចឹងឧស្ម័នមេតានជាទូទៅវាជាប្រភេទឧស្ម័នមួយដែលកើតឡើងពីការរលួយនៃរុក្ខជាតិសរីរាង្គជាប្រភេទរុក្ខជាតិសរីរាង្គអញ្ចឹងឲ្យតែទីតាំងកន្លែងណាដែលវាបង្កឲ្យមានសារធាតុសរីរាង្គវារលួយច្រើនទីតាំងកន្លែងនោះដែលបង្កើតឲ្យមានឧស្ម័នមេតានអូខេគ្រូសូមលើកឧទាហរណ៍ដូចជាទីលានកន្លែងចាក់សំរាមទីលានចាក់សំរាមឬយើងហៅថាកន្លែងចាក់កាកសំណល់នេះគឺជាទូទៅវាសម្បូរដោយសារតែកន្លែងចាក់កាកសំណល់វាមានរួមទាំងសំណល់ផ្លាស្ទិកដបជ័រឬក៏កាកសំណល់សរីរាង្គដែលមកពីទីផ្សារឬក៏មកពីគេហដ្ឋានជាដើមចឹងវាលាយឡំគ្នាចឹងវាបង្កើតឲ្យមានឧស្ម័នមេតានទី2គឺយើងអំពីការចិញ្ចឹមសត្វឧទាហរណ៍ដូចជាការចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមជ្រូកឬក៏ចិញ្ចឹមគោក្របីជាដើមដែលនៅពេលដែលយើងចិញ្ចឹមសត្វទាំងអស់នោះជាទូទៅពួកវាបានបញ្ចេញនៅលាមកដែលវាបានពីការបរិញ៉ាំឬក៏ញ៉ាំនិយាយលេងទេមានថាពេលដែលវាស៊ីចំណីឬស្មៅទាំងអស់នោះគឺវាបញ្ចេញតាមលាមកដែលលាមកទាំងអស់នោះហើយដែលវាបង្កើតឲ្យទៅជាឧស្ម័នមេតានចំណុចចុងក្រោយគឺតកតូនទៅនឹងការធ្វើស្រែក៏ជាមួយផ្នែកមួយដែរដែលបង្កើតឲ្យមានឧស្ម័នមេតានច្រើនជាងគេដោយសារតែជាទូទៅនៅពេលដែលយើងធ្វើស្រែមុននឹងយើងធ្វើយើងត្រូវការភ្ជួររាស់ត្រឡប់ដីហើយបូមទឹកដាក់ដើម្បីឲ្យដីនឹងមានលក្ខណៈធូរក្នុងការស្ទូងអីជាដើមអញ្ចឹងការធ្វើបែបនេះគឺវាធ្វើឲ្យរុក្ខជាតិដែលដោះពេលដែលគាត់ភ្ជួររាស់ហ្នឹងធ្វើរុក្ខជាតិទាំងអស់ហ្នឹងវាចាប់ដើមស្អុយរលួយចឹងវាបង្កើតឲ្យមានឧស្ម័នមេតានហើយបើសិនជាបងប្អូនដើរទៅតំបន់ដែលមានរុក្ខជាតិស្អុយរលួយច្រើនពេលដែលយើងដើរពុបវានឹងចេញពពុះមួយហើយពពុះនោះវាលក្ខណៈធំក្លិនស្អុយហ្នឹងអាហ្នឹងឯងគឺជាឧស្ម័នមេតានសំបីតែបង្គន់របស់យើងក៏បង្កើតឲ្យមានឧស្ម័នមេតានដែរសំម៉ាន់ទី3អីគេគឺជាអាសូតអុកស៊ីតអញ្ចឹងអាសូតអុកស៊ីតក៏វាមានប្រភពមកពីអន្តរផូស៊ីលដូចគ្នាអញ្ចឹងគ្រូបានបញ្យល់រួចហើយគ្រូអត់បញ្យល់ទៀតទេទី2គឺនិយាយពីការដុតជីវម៉ាសនៅពេលដែលនិយាយពីការដុតជីវម៉ាសប្រហែលជាបងអូនខ្លះឆ្ងល់លោកគ្រូតើអ្វីគឺជាជីវម៉ាសបើយើងនិយាយពីជីវម៉ាសសំដៅទៅលើប្រភេទរុក្ខជាតិដែលវាងាប់ហើយវាស្ងួតត្រូវបានយកទៅដុតទៅប្រើប្រាស់បង្កើតជាធម្មពលឧទាហរណ៍ដូចជាអុសជាដើមខ្ជូងសកៃដូងធៀងដូងកាកអំពៅអង្កាមអីជាដើម
ចឹងប្រភេទទាំងអស់នេះគេចាត់ទុកថាជីវម៉ាសទី3គឺតកតទៅនឹងការបាចជីគីមីចឹងការបាចជីគីមីក៏បង្កើតឲ្យមានអាសូតនៅក្នុងបរិយាកាសច្រើនណាស់បើសិនជាប្អូនធ្វើកសិកម្មបងអាចមើលឃើញ BG ទាំងអស់នោះគឺគេដាក់សញ្ញាគេដាក់ NPK ដែល N នេះមានសំដៅទៅលើអាសូត P គឺ phosphor K គឺ potassium អញ្ចឹងជាទូទៅនៅក្នុងជីគីមីអាសូតគឺច្រើនមែនទែនរហូតដល់ 50% ពេលបងអូនប្រើប្រាស់ជីគីមីយើងអាចមើលសញ្ញាផ្លាកទាំងអស់នោះយើងនឹងឃើញតកតននឹងសញ្ញាអាសូតហើយចំណុចចុងក្រោយគឺតកតននឹងការពុកផុយនៃសាកសពសត្វនិងរុក្ខជាតិអូខេអញ្ចឹងការពុកផុយនៃសត្វរុក្ខជាតិដែលពេលដែលវាស្លាប់ទៅគឺដោយសារតែរងការបំបែកនៃប្រភេទបាក់តេរីគឺវាបានបំភាយអាសូតចូលទៅក្នុងបរិយាកាសយ៉ាងច្រើនចំណុចចុងក្រោយតកតននឹងឧស្ម័ន chlorofluorocarbon ចឹងឧស្ម័នមួយនេះជាទូទៅវាជាមេត្រជាក់ដែលគេប្រើប្រាស់វានៅក្នុង Sprite បាញ់ថ្នាំម៉ាស៊ីនទូទឹកកកហើយនិងម៉ាស៊ីនត្រជាក់គឺម៉ាស៊ីនត្រជាក់ហើយនិងទូទឹកកកជាដើមតែបច្ចុប្បន្នទូទឹកកកមួយចំនួនត្រូវបានគេផ្លាស់ប្ដូរឈប់ប្រើប្រាស់ឧស្ម័នប្រភេទនេះហើយដែលគេព្យាយាមរកឧស្ម័នផ្សេងជាច្រើនដើម្បីយកមកជំនួសឧស្ម័នទាំងអស់នោះប៉ុន្តែប្រភេទជាទូទឹកកកចាស់ដែលយើងទិញមកទឹកមកពីប្រទេសគេនេះគឺវាបង្កហានិភ័យច្រើនដោយសារវាបានបញ្ចេញនៅឧស្ម័ន គឺឧស្ម័ន chlorofluorocarbon នេះឯងអូខេអញ្ចឹងសង្ឃឹមថាបងនឹងយល់តកតូនទៅនឹងឧស្ម័នសំខាន់របស់ឧស្ម័នទឹកកញ្ចក់គឺមាន4ហ្នឹងអូខេគឺសរុបមកវិញគឺមានឧស្ម័នកាបូនិកមេតានអាសូតអុកស៊ីតហើយនិង chlorofluorocarbon អូខេឥឡូវយើងចូលដល់សំណួរទី3សំណួរទី3គេសួរថាតើអន្តរភូសីរឿងជាអ្វីអូខេអញ្ចឹងអន្តរភូសីរឿងគឺជាធ្យូងថ្មដែលកើតឡើងពីរាប់លានឆ្នាំមកហើយដែលវាកប់នៅក្នុងសម្បកផែនដីហើយធ្យូងថ្មនេះឯងគឺវាមាន4ប្រភេទដែលប្រភេទទី1គេហៅថាធ្យូងថ្មទូបអញ្ចឹងធ្យូងថ្មទូបជាប្រភេទធ្យូងថ្មមួយដែលមានលក្ខណៈទន់មានពណ៌ខ្មៅហើយជាទូទៅវាកើតឡើងមកពីរុក្ខជាតិមានសរសៃដែលរងការពុកផុយចឹងវានឹងคล้ายទៅជាធ្យូងថ្មទូបអញ្ចឹងអាហ្នឹងភាគច្រើនធ្យូងថ្មទូបវាស្ថិតនៅក្បែរផ្ទៃដីទេដែលសារតែជាទូទៅយើងដឹងហើយថារុក្ខជាតិដែលវាងាប់ពុកផុយគឺដំបូងគឺវាស្ថិតនៅលើដីបន្ទាប់មកនៅពេលដែលធ្យូងថ្មទូបទាំងអស់នេះវាទទួលរងនៅកម្លាំងសង្កត់ឬក៏រងសម្ពាធពីកម្ទេចកំណត់ដែលចាក់ពីគោពីលើវាធ្វើឲ្យធ្យូងថ្មទូបคล้ายទៅជាលីញីតអញ្ចឹងលីញីតជាទូទៅវាមានលក្ខណៈខុសពីធ្យូងថ្មទូបបន្តិចដោយសារតែទី1វាមានពណ៌ត្នោតវាទន់ដូចគ្នាប៉ុន្តែវាមានវីយភាពឈើមានន័យថារូបរាងរបស់វាយើងមើលទៅដូចឈើយើងចូលដល់ចំណុចបន្តតទៅនឹងប្រភេទធ្យូងថ្មទី3គឺធ្យូងថ្មប៊ីទុមធ្យូងថ្មប៊ីទុមវាកើតឡើងដោយសារតែការទទួលរងសម្ពាធកាន់តែបន្តទៅធ្វើឲ្យលីញីតដែលវាស្ថិតនៅពីផ្នែកខាងក្រោមនេះទទួលរងនឹងកម្លាំងកន្តិកណោក៏ធ្វើឲ្យលីញីតនេះវិវត្តទៅខ្ល้ายទៅជាប៊ីទុមអញ្ចឹងប៊ីទុមជាទូទៅវាស្ថិតនៅជ្រៅនៅក្នុងផែនដីរបស់យើងហើយវាមានពណ៌ត្នោតក្រមៅឬក៏ពេលខ្លះយើងហៅថាខ្មៅពេលខ្លះវាខ្មៅវាទន់ហើយក្នុងចំណោមធ្យូងថ្មទាំង4ប្រភេទប៊ីទុមគឺសម្បូរជាងគេចុងក្រោយគឺធ្យូងថ្មអង់ត្រាស៊ីតប្រភេទធ្យូងថ្មអង់ត្រាស៊ីតនេះគឺវាកើតឡើងតែសម្ពាធខ្លាំងមែនតើកើតឡើងពីសម្ពាធខ្លាំងដែលសង្កត់មកលើវាដែលធ្វើឲ្យប៊ីទុមវិវត្តទៅជាអង់ត្រាស៊ីតអញ្ចឹងអង់ត្រាស៊ីតលក្ខណៈរបស់វាគឺខុសគេគឺរឹងហើយស្រួយវាស្ទើរតែជាកាបូនសតប្រហែលជាកាបូនមានរហូតដល់ 90% ក្នុងនោះមានទឹកប្រហែលជា 10% តែប៉ុណ្ណោះអូខេនៅក្នុងរូបភាពខាងក្រោមគ្រូនឹងបង្ហាញពីរបៀបនៃការកកើតនៃប្រភេទធ្យូងថ្មនីមួយៗអូខេរូបភាពនេះគ្រូបង្ហាញអំពីសកម្មភាពនៃដើមឈើដែលវាងាប់ទៅអញ្ចឹងទិសដៅរបស់វាគឺវាចាប់ផ្ដើមធ្លាក់ចុះមកក្រោមកាន់តែជ្រៅតាមរយៈកំទេចកំណក៏ដូចជារុក្ខជាតិដទៃទៀតដែលវាងាប់ពុកផុយបន្តវាសកត់កំទេចកំណចាស់
ឲ្យចុះទៅគោមរីឯកតិកណថ្មីវាចាប់ដើមកកើតឡើងចឹងដំណើរការរបស់វាគឺវិវត្តម្ដងមួយអូខេចឹងគ្រូសូមសម្រាយរូបភាពខាងនេះវិញម្ដងចឹងដំបូងឡើងព្រៃឈើទាំងអស់ហ្នឹងគឺវាងាប់នៅពេលដែលវាងាប់វារងការពុកផុយខ្លាចជាកំទេចកំណតូចវានឹងវិវត្តទៅជាធ្យូងថ្មទូបចឹងធ្យូងថ្មទូបនេះនៅពេលដែលវាងាប់ហើយវាចាប់ដើមធ្លាក់ចុះក្រោមដោយសារកំទេចកំណផ្សេងទៀតយើងមើលឃើញមាន3ស្រទាប់នេះគឺចាប់ដើមសង្កត់លើធ្យូងថ្មទូបចឹងធ្វើឲ្យធ្យូងថ្មទូបនេះដែលវាកាន់តែជ្រៅចឹងវាធ្វើឲ្យអាទូបនេះធ្យូងថ្មទូបនេះវិវត្តមកជាលីញីតចឹងនៅពេលដែលធ្យូងថ្មលីញីតនេះកាន់តែធ្លាក់មកកាន់តែជ្រៅចឹងការទទួលរងកម្លាំងសម្ពាធគឺកាន់តែខ្លាំងចឹងធ្វើឲ្យលីញីតវិវត្តមកជាប៊ីទូមហើយនៅចំណុចដ៏ជ្រៅនេះជាទូទៅវាតែងទទួលរងនៅកម្លាំងសម្ពាធសម្ពាធគឺតាមរយៈកំទេចកំណដែលសង្កត់ពីលើផងតាមរយៈការធ្វើចលនានៃផ្លាកទីតានិកផងចឹងធ្វើឲ្យប៊ីទូមនេះប្រែក្លាយទៅជាអង់ត្រាស៊ីបអូខេចឹងអ្វីដែលគ្រូសូមបញ្ជាក់ម្ដងទៀតតកតងនឹងដំណើរការនៃការកកើតនៃធ្យូងថ្មទាំងអស់នេះគឺមិនមែនកើតឡើងមួយថ្ងៃពីរថ្ងៃឬក៏មួយឆ្នាំពីរឆ្នាំតែប៉ុណ្ណោះទេការកកើតឡើងនៃធ្យូងថ្មទាំងអស់នេះគឺត្រូវការរយៈពេលរាប់លានឆ្នាំទើបវាคล้ายទៅជាធ្យូងថ្មយើងចូលមកដល់សំណួរចុងក្រោយសំណួរទី4អូខេគ្រូបានកែសំទោសកន្លែងនេះផងមិនមែនសំណួរទី1គឺសំណួរទី4ចម្លើយទី4ចឹងចម្លើយទី4សំណួរទី4គេសួរថាតើចំណូលនឹងលំនេះសមុទ្រកើតឡើងសារអ្វីចឹងចំណូលនឹងលំនេះទឹកសមុទ្រគឺកើតឡើងដោយសារតែទំនាញរបស់ព្រះអាទិត្យមកលើព្រះច័ន្ទទំនាញរបស់ព្រះអាទិត្យនិងព្រះច័ន្ទមកលើផែនដីចឹងដោយសារតែរងកម្លាំងទំនាញរបស់ព្រះច័ន្ទផងនិងព្រះអាទិត្យផងធ្វើឲ្យផែនដីរបស់យើងមានបាតុភូតពីរហ្នឹងគឺចំនួននិងល្មិចអូខេសំណួរខគេឲ្យយើងបញ្យល់រៀបរាប់អំពីបាតុភូតចំនួននិងល្មិចថាតើបាតុភូតចំនួននេះកើតឡើងយ៉ាងម៉េចបាតុភូតលំនេះនេះកើតឡើងយ៉ាងម៉េចចឹងជាទូទៅដោយសារតែផែនដីរបស់យើងធ្វើជំវិញអាខ្លួនឯងអូខេហើយផែនដីប្រច័នធ្វើជំវិញផែនដីចឹងផ្នែកដែលឈោមនឹងប្រច័នធ្វើឲ្យទឹកចាប់ដើមប៉ោងឡើងដោយសាររងកម្លាំងទំនាញចឹងផ្នែកដែលទឹកដែលវាប៉ោងឡើងនេះត្រូវបានគេហៅថាជំនោររីឯផ្នែកម្ខាងទៀតដែលទឹកចាប់ដើមស្រកចុះនោះគេហៅថាលំនាចអូខេចឹងលំនោរនឹងនេះកើតឡើងដោយសារតែរងកម្លាំងទំនាញរបស់ព្រះច័ន្ទអូខេហើយជាទូទៅចំនួននឹងលំនេះនេះកើតឡើងមួយថ្ងៃពីរដងដោយសារតែផែនដីរបស់យើងទទួលរងផ្នែកប៉ោង2នៅលើផែនដីដែរអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងមកមើលវីដេអូទាំងអស់គ្នាអូខេវីដេអូទី1នេះយើងបង្ហាញអំពីផែនដីរបស់យើងទទួលរងកម្លាំងទំនាញពីព្រះច័ន្ទចឹងនៅពេលដែលវាទទួលរងកម្លាំងទំនាញព្រះច័ន្ទធ្វើឲ្យផែនដីរបស់យើងទទួលរងផ្នែកប៉ោង2កន្លែងអញ្ចឹងផ្នែកប៉ោង2កន្លែងនេះកើតឡើងដោយសារគេអូខេអញ្ចឹងចូលដល់វីដេអូទី2អញ្ចឹងផ្នែកខាងនេះវាទទួលរងកម្លាំងទំនាញអញ្ចឹងវាប្រៀបបានដូចជាយើងកំពុងតែច្បឺតផ្នែកទឹកនេះឲ្យមហោបុកមហោព្រះច័ន្ទអញ្ចឹងផ្នែកខាងនេះគឺចាប់ផ្ដើមហូរមកផ្នែកម្ដុំ equator ញ៉ៃថា equator ចុះដែលវាហូរមកផ្នែកខាងហ្នឹងចុះធ្វើឲ្យផ្នែកប៉ោងនៅលើផែនដីរបស់យើងមាន2កន្លែងអញ្ចឹងនៅពេលដែលផែនដីរបស់យើងចាប់ផ្ដើមធ្វើចលនារវើខ្ញាល់ពេលនោះធ្វើឲ្យយើងកំពុងទិសដៅរបស់យើងកំពុងតែទៅរកផ្នែកប៉ោងនិងផ្នែកស្រកនៃទឹកសមុទ្រនេះឯងហើយក្នុងនេះដែរវីដេអូទី4យើងបង្ហាញអំពីបាតុភូតចំនួននិងលំនេះនេះគឺដូចបានបញ្ជាក់ចឹងគឺវាមិនមែនកើតឡើងតែពីប្រច័នមួយទេគឺវាក៏កើតឡើងដោយសារតែព្រះអាទិត្យផងដែរប៉ុន្តែអ្វីដែលជាកំណត់សម្គាល់នេះគឺតកតូនទៅនឹងផ្នែកក្រហមនេះគឺសំដៅទៅលើកម្លាំងចំនួនលំនេះដែលកើតពីព្រះអាទិត្យផ្នែកពណ៌ខៀវនេះគឺសំដៅទៅលើចំនួនលំនេះដែលកើតមកពីព្រះច័ន្ទចឹងនៅពេលដែលឃើញព្រះច័ន្ទហើយនឹងផែនដីស្ថិតនៅឈោមគ្នាជាមួយនឹងព្រះអាទិត្យពេលនោះចំនួនទឹកសមុទ្ររបស់យើងគឺមានលក្ខណៈតិចមានថាផ្នែកប៉ោងនោះគឺវាខ្លាំងហើយប៉ុន្តែនៅពេលដែលផែនដីព្រះច័ន្ទនិងព្រះអាទិត្យស្ថិតនៅស្របគ្នាលើបន្តតែមួយពេលនោះ
ចំណូលនឹងលំនៃទឹកសមុទ្រគឺខ្លាំងមែនទែននេះគូចង់បញ្ជាក់កន្លែងហ្នឹងអូខេអញ្ចឹងវីដេអូនេះគឺបង្ហាញអំពីកម្ពស់ទឹកសមុទ្រដែលវាកំពុងធ្វើចលនាអញ្ចឹងផ្នែកដែលនៅឈោមនឹងព្រះច័ន្ទគឺធ្វើឲ្យវារងកម្លាំងកម្ពស់ទឹកសមុទ្រគឺខ្លាំងជាងគេរីឯកាន់តែឆ្ងាយពីព្រះច័ន្ទគឺចំណូលរបស់វាគឺកាន់តែតិចទៅអូខេអញ្ចឹងសរុបមកវិញគ្រូនឹងបង្ហាញអំពីវីដេអូមួយដែលតាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជនមួយចំនួនដែលគាត់រស់នៅលើភពផែនដីរបស់យើងតែងតែជួបបាតុភូតចំណូលនឹងលំនៃទឹកសមុទ្រហ្នឹងហើយបាតុភូតនេះតំបន់ខ្លះមានចំណូលខ្លាំងនិងលំនៃខ្លាំងតំបន់ខ្លះមានចំណូលនិងលំនៃខ្សោយអូខេដូចវីដេអូនេះចឹងយើងមើលរូបភាពនេះនៅលើនេះគឺទុកនេះគឺស្ថិតលើគោកខ្សក់គឺអត់មានទឹកអីទេប៉ុន្តែរយៈពេលកាន់តែយូរទៅទឹកកាន់តែឡើងទៅដោយសារវាទទួលរងកម្លាំងចំណូលទឹកសមុទ្រនេះបន្ទាប់មកវាចាប់ដើមស្រកវិញនេះមានន័យថាទឹកកំពុងតែផ្លាស់ទីហីចឹងវាចាប់ដើមបង្កើតមានបាតុភូតលំនៃទឹកសមុទ្រវិញម្ដងអូខេចឹងវីដេអូលោកគ្រូមានប៉ុណ្ណឹងអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ហើយបើពេញចិត្តទាំងអស់គ្នាកុំភ្លេចជួយ Subscribe វីដេអូរបស់លោកគ្រូផងសូមអរគុណឬក៏យើងអាច search នៅក្នុង Facebook YouTube ក៏បាន